chồng không thấy năng nhưng phong thật luôn pho lùi vào online tính năng nè ngò bay rồi là asa chơi mình nè tên đây thương mình bao nhiêu một thế đi giải đúng không nào mà chết của bạn đây là cái miền phù mê ai ta chồng cái khu mày ai ភូមិ AI គឺជា Telegram bot មួយដែលអ្នកទាំងគ្នាអាចបង្កើត poster បានយ៉ាងស្អាតៗដោយគ្រាន់តែដាក់រូបផលិតផលរបស់អ្នកទាំងគ្នាចូលទៅនោះ bot នឹងធ្វើការបង្កើតមកវិញជា poster មួយដែលមានទម្រង់ស្រស់ស្អាតហើយលឿនរហ័សទាន់ចិត្តទៀតផងសម្រាប់ការប្រើប្រាស់វិញគឺអ្នកទាំងគ្នាអាចជ្រើសយកនៅជម្រើសបង្កើត poster ដែលយើងមាននៅខាងក្រោមនេះដោយដែលអ្នកទាំងគ្នាបានឃើញគឺយើងមានការបង្កើត poster សម្រាប់ម្ហូបអាហារក៏ដូចជាការបង្កើត poster សម្រាប់វត្ថុប្រើប្រាស់ផ្សេងៗដូច្នេះបើសិនជាអ្នកទាំងគ្នាចង់បង្កើត poster ទៅលើម្ហូបអាហារអ្នកទាំងគ្នាអាចជ្រើសយកជម្រើសបង្កើត poster សម្រាប់ម្ហូបអាហារនេះបានដែលនៅក្នុងនេះដែរគឺយើងមានជម្រើសដើម្បីបង្កើត poster ផ្សេងៗទៀតដែលអ្នកទាំងគ្នាអាចជ្រើសរើសទៅតាម poster ដែលអ្នកទាំងគ្នាចង់បង្កើតឥឡូវខ្ញុំសូមឧទាហរណ៍ថាអ្នកទាំងគ្នាចង់បង្កើត poster មួយដែលមានអក្សរខ្មែរនៅពីលើដូច្នេះខ្ញុំគ្រាន់តែជ្រើសយកជម្រើសមួយនេះហើយនេះគឺជារូបភាពគំរូដែលវានឹងចេញលទ្ធផលមកបែបនេះហើយជាបន្ទាប់ខ្ញុំធ្វើការផ្ញើរូបនេះទៅនៅពេលដែលអ្នកទាំងគ្នាផ្ញើរូបហើយសូមធ្វើការរងចាំបន្តិចដើម្បីឲ្យបតដំណើរការដោយដែលអ្នកទាំងគ្នាបានឃើញគឺបតធ្វើការបង្កើតមកវិញនៅរូប poster មួយយ៉ាងស្រស់ស្អាតដែលអ្នកទាំងគ្នាអាចប្រើប្រាស់រូបទាំងនេះដើម្បីទៅផុសផ្សព្វផ្សាយពីផលិតផលរបស់អ្នកទាំងគ្នាបានឥឡូវខ្ញុំសូមឧទាហរណ៍មួយទៀតទៅលើការបង្កើត poster សម្រាប់វត្ថុប្រើប្រាស់តែនៅក្នុងនេះដែរគឺយើងមានជម្រើសជាច្រើនផ្សេងទៀតអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បង្កើត poster ទៅលើអ្វីមួយសូមអ្នកទាំងគ្នាអាននៅឈ្មោះនេះហើយអ្នកទាំងគ្នាជ្រើសរើសជម្រើសទៅតាមអ្វីដែលអ្នកគ្នាចង់បង្កើតឥឡូវខ្ញុំចង់បង្ហាញម៉ូដសម្លៀកបំពាក់ទៅលើ model ហើយនេះគឺជារូបគំរូដែលយើងមាននេះគឺជាលទ្ធផលដែលយើងទទួលបានហើយជំរឿនមួយនេះដែរគឺពិតជាស័ក្តិសមមែនទែនចំពោះអ្នកគេដែលគាត់លក់កៅអៅអនឡាញអ្នកទាំងគ្នាអាចប្រើប្រាស់ភូមិ AI bot របស់យើងដើម្បីបង្កើតនូវ poster ផ្សេងៗហើយយករូប poster ទាំងអស់នេះទៅផុសនៅលើបណ្ដាញសង្គមរបស់អ្នកទាំងគ្នាដើម្បីជួយពន្លឿនក្នុងការលក់របស់អ្នកទាំងគ្នាផងដែរលើសពីនេះភូមិ AI ក៏នៅមានជំរឿនផ្សេងៗទៀតជាច្រើនដែលអ្នកទាំងគ្នាអាចប្រើប្រាស់បានទៅតាមអ្វីដែលអ្នកគ្នាត្រូវការចង់បង្កើត poster លឿនៗកុំភ្លេចប្រើប្រាស់ភូមិ AI ទាំងអស់គ្នា